យក9កំពុងដើរតួនាទីសំខាន់កុំចាត់មន្ត្រីខលខូចក្រុមឈ្មួញទុច្ចរិតដំរីងាប់កុំចង់យកចង្អេរមកបាំងវាបាំងមិនចិត្តទេដីស្រះទឹករួមភូមិប្រមាណជាង1ហិកតាដែលលោកទូចតាំងស្រួលមេភូមិរកាកោះនិងលោកផែនសុខាចៅសង្កាត់រងព្រៃសរព្រមទាំងបពុលួចលក់បានលុយជាច្រើនលានដុល្លារដូចជាស្ងាត់ជ្រាបតែម្ដងដែលគ្មានចំណាត់ការពីថ្នាក់ដឹកនាំខាងលើបើទោះបីជាមន្ត្រីពាក់ព័ន្ធមួយចំនួនខំរក្សាភាពស្ងៀមស្ងាត់យ៉ាងណាក៏មិនអាចបិទបាំងពីក្រសែភ្នែកនិងកាមេរ៉ាទូរស័ព្ទរបស់អ្នកសារព័ត៌មានបានដែរមេភូមិរកាកោះលោកទូចតាំងស្រួលមិនត្រឹមតែលក់ដីស្រះទឹករួមភូមិនោះទេថែមទាំងលក់ដីរដ្ឋជាច្រើនកន្លែងទៀតនៅក្នុងភូមិរកាកោះដែលគេមើលឃើញថាអំណាចមេភូមិដូចជាធំជាងលោកចៅសង្កាត់ចៅហ្វាយខណ្ឌចៅហ្វាយក្រុងនាយករដ្ឋមន្ត្រីទើបបានមេភូមិហ៊ានលក់ដីរដ្ឋមិនឆ្លងកាត់តាមសាណានុក្រមលោកទូចតាំងស្រួលមេភូមិរកាកោះនិងលោកផែនសុខាចៅសង្កាត់រងព្រៃសរព្រមទាំងបពុទាំង17នាក់ទៀតបានប្រើរូបភាពដោះដូរបន្លំភ្នែកប្រជាជនលក់ដីស្រះទឹករួមភូមិបានលុយយកលុយទៅអភិវឌ្ឍផ្លូវក្នុងភូមិនិងយកទៅកសាងសាលាបុណ្យហើយច្នៃធ្វើវិក័យប័ត្រចំណូលចំណាយត្រឹមត្រូវដោយដឹងឮដោយគណៈកម្មការភូមិប្រជាជនមួយចំនួននៅភូមិរកាកោះបានចាញ់បោកលោកទូចតាំងស្រួលមេភូមិរកាកោះនិងបពុរបស់ខ្លួនដោយឲ្យប្រជាជនចូលរួមផ្តិតមេដៃលក់ដីស្រះទឹករួមភូមិដោយសន្យាឲ្យលុយធ្វើផ្ទះឲ្យតែទីបំផុតសន្យាខ្យល់ការគៀងគោប្រជាជនមួយចំនួនផ្តិតមេដៃលក់ស្រះទឹករួមភូមិនេះក្រោយពេលដែលផ្ទុះរឿងឡើងពេញបណ្ដាញសង្គម Facebook ទើបបានលោកទូចតាំងស្រួលមេភូមិរកាកោះនិងលោកផែនសុខាចៅសង្កាត់រងព្រៃសរព្រមទាំងបពុទាំង17នាក់មានការភ័យស្លន់ស្លោទើបដើរគៀងគោប្រជាជនមួយចំនួនឲ្យផ្តិតមេដៃដើម្បីធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខាងលើដើម្បីឲ្យជួយខ្លួននិងបពុរបស់ខ្លួនរួចខ្លួនមតិមហាជនមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាមូលហេតុអ្វីចាំបាច់លក់ដីស្រះទឹករួមភូមិអភិវឌ្ឍផ្លូវក្នុងភូមិនិងយកទៅកសាងសាលាបុណ្យចុះមិនស្នើសុំមកសង្កាត់ស្នើសុំមកខណ្ឌស្នើសុំមកក្រុងដើម្បីយកលុយទៅអភិវឌ្ឍពាក់ព័ន្ធលោកទូចតាំងស្រួលមេភូមិរកាកោះនិងលោកផែនសុខាចៅសង្កាត់រងព្រៃសរព្រមទាំងបពុបានលក់ដីស្រះទឹករួមភូមិនេះមហាជនកំពុងរងចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំខាងលើមន្ត្រីដែលគិតពីប្រយោជន៍របស់ខ្លួននិងបពុរបស់ខ្លួនបោកប្រាស់ប្រជាពលរដ្ឋបោកប្រាស់បកឲ្យតែបានតួនាទីបានតំណែងដើរសម្លឹងមើលឃើញដីរដ្ឋទ្រព្យសម្បត្តិរបស់រដ្ឋមានឱកាសលក់យកលុយចែកគ្នា